ជំរាបសួរបងប្អូនបងប្អូនទាំងអស់គ្នាដែលកំពុងតែធ្វើការនៅជប៉ុនឬក៏រៀននៅជប៉ុនឬក៏អ្នកដែលចង់មកធ្វើការនៅជប៉ុនណាហើយត្រូវការសញ្ញាបត្រ N4 ហ្នឹងថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលមានឱកាសបង្ហាញនិងបញ្យល់ពីការប្រឡងជាមួយនឹង N4 នេះជាមនដៃរេ N 4 Gengo Chiski នឹងវាមានemoji បានន័យថា kanji ហើយជាមួយនឹង goi បានន័យថាពាក្យហើយយើងនាំគ្នាទៅមើលឬក៏សំណួរទៅផ្ទាល់តែម្ដងសំណួរទី1មុនដៃជីបានកន្លែងត្រេហ្នឹងណូកូតូបាវ៉ាដូយោមីម៉ាស្កាសំណួរទី1បានន័យថាពាក្យដែលនៅគេគូសបន្ទាប់ពីក្រោមហ្នឹងគេអានថាយ៉ាងម៉េចគេមានឲ្យចម្លើយគេឲ្យជ្រើសរើស1 2 3 4ក្នុងជំរើស1 2 3 4ហ្នឹងយើងរើសមួយណាដែលគេនិយាយថា一番いいものを一つ選んでくださいជ្រើសរើសយកមួយក្នុងហ្នឹងណាតោះយើងមើលសំណួរទី1問題1兄はバスで会社に何々出ますอันนี้វាជា kanji kanji ជំរើសទី1មកកាត់តេជំរើសទី2ខាយតេជំរើសទី3វ៉ាតាត់តេជំរើសទី4ម៉ូដតេណាចម្លើយគឺជំរើសទី2ខាយតតេម៉ាស់ខាយបានថាយើងទៅហើយមកវិញដូចថាទៅសាលាមកផ្ទះវិញចេញពីផ្ទះទៅក្រុមហ៊ុនត្រឡប់មកវិញក្នុងអត្ថន័យនៅក្នុងសំណួរទី1ហ្នឹងគឺអានីហ្នឹងបងប្រុសខ្ញុំណាអានីបងប្រុសバスで会社に通ってますគាត់ទៅធ្វើការនៅក្រុមហ៊ុនដោយបាសប៉ុន្តែជប៉ុនមិនទៅឲ្យមកវិញគេហៅខាយってますដូចទៅសាលាទៅធ្វើការអញ្ចឹង問題2私の専門は何々ですជំរើសទី1科学ទី2医学ទី3数学ទី4文学kanji យើងមើល kanji នេះអានេះខាងក្រោយនេះ学មួយណាគឺ学ប៉ុន្តែអានេះ kanji ខាងមុខនេះ医者ពេទ្យចឹងមកជំរើសហ្នឹងគឺលេខ2医学មិន数学ទេគណិតវិទ្យានេះ文学ខាងសង្គមវិទ្យា科学ខាងវិទ្យាសាស្ត្រធម្មជាតិ問題2ត្រេខាងក្រោមនោះ言葉はどう書きますかម្ដងនេះគេប្រាប់ជាភាសាជាひらがなគេឲ្យយើងទាយជាភាសា漢字វិញ一つ1234から一番いいものを一つ選んでくださいបានន័យថាក្នុងជំរើស1 2 3 4ហ្នឹងយើងរើសមើលពាក្យណាដែលសមស្រប3番船で荷物を送ります船で荷物を送ります船បានន័យថាទូក荷物របស់យើងផ្ញើរបស់តាមកប៉ាល់ហើយពាក្យ kanji ផ្ញើហ្នឹងមើលនៅក្នុងហ្នឹងយើងមើល kanji នេះចម្លើយគឺលេខ4 okurimasu ណា4番毎日ラジオで音楽を聴いてます毎日រាល់ថ្ងៃ
radio 宇宙は音楽を聴いてます。音楽漢字មួយណាយើងមើលពី1ដល់4ហ្នឹងគឺ3ហើយ4ស្តៀងគ្នា1ហើយ2ស្តៀងគ្នាហើយយើងមើលអាខុសសិន3ហើយ4ខុសគ្នាមិនអាខាងក្រោយនេះកាក់នេះវាមានខ្សែកាមេរ៉ាមានអាខាងលើនោះវាមានជារបៀបជាស្មៅហ្នឹងវាច្រើនតាក់ទងជាមួយនឹងថ្នាំដូច្នេះហើយអានេះ音楽ចម្រៀងវាមានតាក់ទងថ្នាំទេលេខ3លេខ4អត់ត្រូវទេចឹងវាមានលេខ1លេខ2ហើយជាមួយលេខ1លេខ2ហ្នឹងយើងមើលអាខាងក្រោយដូចគ្នាប៉ុន្តែខាងមុខខុសគ្នាបន្តិច音楽ពាក្យត្រូវគឺលេខ1អូតូសលេង問題3過去に何を入れますかនៅក្នុងនេះវងយោនេះតើយើងជ្រើសរើសពាក្យមួយណា1 2 3 4から一番いいものを一つ選んでくださいឲ្យយើងជ្រើសរើសពីក្នុងជម្រើសពីលេខ1ដល់លេខ4スーパーでもらった何々を見ると何を買ったかわかりますនៅពេលយើងសឺប៉ាបានន័យថានៅកន្លែងម៉ាតពេលយើងទិញអីវ៉ាន់ហើយយើងបានទទួលกระดาษអីមួយបងមរតៈណានេះពេលយើងមើលអាហ្នឹងទៅយើងដឹងថាយើងទិញស្អីខ្លះអស់លុយប្រមាណ何を買ったかわかります何を買ったかわかりますជម្រើសទី1រេជីនេះកន្លែងគិតលុយរេស៊ីតនិកាយបត្រអូស៊ូរីលុយអាប់សាយហ្វឺកបោបនេះពេលយើងមើលថាយើងទិញស្អីដល់យើងមើលនិកាយបត្រយើងទិញស្អីខ្លះអញ្ចឹងចម្លើយគឺរេស៊ីតលេខ6過去しないでどうぞたくさん食べてくださいកុំធ្វើអីកុំអីអញ្ចឹងណាញ៉ាំឲ្យបានច្រើនជំរើសទី1失礼ណាបានតែយើងឆ្លើយណាគេធ្វើឯងកុំឆ្លើយញ៉ាំឲ្យបានច្រើនដូចអត់ត្រូវនេះខ្មែរយើងទី2ស៊ីបាយបរាជ័យកុំបរាជ័យញ៉ាំឲ្យបានច្រើនហ្នឹងក៏អត់ត្រូវដែរអញ្ចឹងអេនរ៉ូខ្លាចចិត្តនេះកុំខ្លាចចិត្តញ៉ាំឲ្យច្រើនទៅបានន័យចម្លើយគឺលេខ3ហាន់តៃលេខ4បានតែប្រឆាំងកុំប្រឆាំងញ៉ាំឲ្យបានច្រើនអានេះគឺមិនសូវសមដែរបានន័យកុំខ្លាចចិត្តអេនរ៉ូしないでどうぞたくさん食べてくださいអូខេថ្ងៃហ្នឹងចាប់តំណឹងសិនហើយនឹងយើងនឹងបន្តមេរៀនទៅវគ្គក្រោយទៀតសូមអរគុណ